បាទឥឡូវនេះយើងក៏លេខមើលគោលការណ៍យុទ្ធសាស្ត្រ4គោលរបស់យើងធ្វើវីដេអូពាក់ព័ន្ធទៅនឹងជើងទានមួយសប្តាហ៍ជើងទានមួយសប្តាហ៍ដូចខ្ញុំបានលើកឡើងអញ្ចឹងមិនសិនជាយើងលេងមកទិសដៅដឹងតែបានចំណូលហើយយើងលេងតែមួយទិសដៅឧទាហរណ៍ជើងទានមួយសប្តាហ៍នេះវាពណ៌ក្រហម body វាវែងណាបាទពណ៌ក្រហម body វាវែងអញ្ចឹងគឺយើងលេងតែទិញទេហើយ signal ដែលយើងកន្លែងណាត្រូវទិញយើងមើល30នាទីកាលណាវាចេញ AO នៅក្រោម00បាទអញ្ចឹងគឺយើងកន្លែងយើងទិញឲ្យស្របនឹងគោលដៅបាទនេះមានន័យថាទិសដៅស្របនឹងគោលដៅយើងលេងតែទិញទេអញ្ចឹងយើងនឹងបានលុយនឹងមានសុវត្ថិភាពគណនេយ្យហើយយើងក៏មិនបាច់ព្រួយបារម្ភអង្គុយមើលរហូតដែរបាទបើយើងមានលទ្ធភាពយើងអាចប្រើ 0.01 15ដងឬ20ដងបើសិនជាយើងមានលុយ 1000 ហើយបើយើងមានលុយតិចលេខតែ2 3ដងទៅហើយយើងឲ្យតែឃើញសញ្ញាកន្លែង confirm IAO 15នាទីយើងចូលបាយឡើងហ្នឹងណាបាទយើងអត់ព្រួយបារម្ភព្រោះជើងទានមួយសប្តាហ៍វា7ថ្ងៃបានដូរមួយអញ្ចឹងវារីកហើយនឹងរួមវារីកអស់ចិត្តអស់ចង់ហើយវាត្រូវរួមវិញអញ្ចឹងណាបាទអញ្ចឹងក្បួនតែប៉ុណ្្នឹងទេហើយមានក្បួនឲ្យប្រើប៉ុណ្្នឹងហើយបង្កើតចំណូលបានទៀតបាទព្រោះក្បួននេះគឺត្រូវខ្ញុំពិសោធន៍ចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីបានវាដោយការអនុវត្តផ្ទាល់ដោយការសង្កេតបាទរយៈពេលយូរដែរអញ្ចឹងហើយនេះអាចយកបទពិសោធន៍នឹងយកទៅប្រើប្រាស់នៅក្នុងការទិញលក់បាទបង្កើតចំណូលប្រចាំថ្ងៃផងដែរណាបាទអរគុណច្រើនអញ្ចឹងសូមអនុវត្តតាមនឹងទៅក្រែងបានចំណូលដោះស្រាយជីវភាពរស់នៅហើយនឹងបំណុលបញ្ហាផ្សេងៗនៅក្នុងគ្រួសារបានណាអរគុណ